ចូលមកដល់រាសីឆ្នាំវោកម្ដងឆ្នាំទី9ឆ្នាំវោកនៅក្នុងខែ12ខែធ្នូ2025នឹងតើកម្រិតវាសនាល្អយ៉ាងណាឬមួយក៏ទុកលំបាកយ៉ាងណាវាសនានៅក្នុងខែ12សម្រាប់ឆ្នាំវោកឆ្នាំទី9ឱកាសបើកលៀបបើកលុយលៀនបើកល្អប្រសើរសេរីសួស្តីសុភមង្គលអ្វីដែលវឹកវោទាំងប្រមាណអ្វីដែលទុកលំបាករំសាយចិត្តទាំងប្រមាណពីមុនមកនោះឆ្នាំវោគឺជាឱកាសមួយដ៏ល្អប្រពៃលុយលៀបចូលមកពេញដៃពេញហាងការណាត់ជួបធ្វើអ្វីមួយលោកធំជួយសដោះប្រប្រណីមេត្តាគិតគូររឿងកិច្ចការងារផ្លាស់ប្ដូរទីកន្លែងនឹងអាចបានសំដោយបំណងបងប្រាថ្នាឆ្នាំទី9ឆ្នាំវោនៅក្នុងខែ12នេះលេខសំណាងរបស់លេខឆ្នាំវោគឺ268លេខសំណាងគឺ268ខមមិនសូមឲ្យខមមិនឲ្យបានលៀបឲ្យសែ3ដងសូមឲ្យបានលៀបពិតប្រកប100%នៅក្នុងខែ12ខែធ្នូនឹងសម្រាប់ឆ្នាំវោឲ្យពណ៌នាំសំណាងគឺពណ៌ផ្កាននូងពណ៌នាំសំណាងគឺពណ៌ផ្កាននូងសំណាងល្អណាឆ្នាំវោឆ្នាំទី9នៅក្នុងខែ12ឆ្នាំ2025នឹងហេហេណា2026ឆ្នាំឆុង4បាទឆ្នាំឆុង4ហើយនឹងឆ្នាំដែលយអូនឡើងនឹង8អញ្ចឹងនៅក្នុងคลิปនេះខ្ញុំជំរាបជូនសម្រាប់អស់លោកប្រុសលោកស្រីតែម្ដងប៉ុន្តែសម្រាប់អស់លោកអ្នកដែលត្រូវឆ្នាំឆុងមុនអញ្ចឹងឆ្នាំឆុងវាមាន50វាមាន100វាមាន40%សម្រាប់ឆ្នាំទាំង4ហើយនៅឆ្នាំទាំង8ទៀតដែលមានលៀបសំណាងល្អនៅក្នុងឆ្នាំ2026យើងនឹងតែម្ដងនេះរាសីឆ្នាំទាំង12ប្រចាំនៅក្នុងឆ្នាំ2026ហើយសម្រាប់អស់លោកអ្នកដែលឆុងមានយន់បាទសម្រាប់យន់ហ្នឹងគឺ$120ជូន$10ប្រម៉ូសិន$ដោយសារ$ព្រីទាំងសេវាជូនសម្រាប់អស់លោកអ្នកហើយឆ្នាំឆុងនីមួយបើអស់លោកអ្នកជាវយន់មានផ្សេងគ្នាអញ្ចឹងឆ្នាំអត់ដូចគ្នាទេសម្រាប់អស់លោកអ្នកអញ្ចឹងបើសិនជាអស់លោកអ្នកយកយន់ទៅហ្នឹងគឺជូតមុខដាក់តាមខ្លួនកាត់ឆុងកាត់អីចេញសម្រាប់តែឆ្នាំឆុងណាហើយដាក់ឆ្នាំមកខ្ញុំនឹងទៅមើលទៅយន់អីផ្សេងគ្នាអត់ដូចគ្នាទេយន់ឈ្មោះស្ដីដែលចង់រកមើលច្បាស់ប្រាប់តែឈ្មោះហៅក្រៅហើយនឹងឆ្នាំទេហើយមើលទៅតាមខលទេណាមើលទៅតាមខលទូរស័ព្ទទេវាប្រាប់មកទិញលេខរៀងមុនហើយយ៉ាងណាមិញគឺដាក់ទៅចូលឆាតពេកហើយការដែលបាញ់ជូកូនទៅគឺឈ្មោះខ្ញុំគ្រូផលសំណាងពិតអ្នកដែលបាញ់ណាអញ្ចឹងមើលក្រៅពីឈ្មោះខ្ញុំគ្រូផលសំណាងអញ្ចឹងបានតែខ្លាញ់បន្លំហើយអញ្ចឹងរាល់ដែលវាប្រាក់គឺឈ្មោះខ្ញុំគ្រូផលសំណាងអញ្ចឹងឆាតចូលពេកចង់រកមើលកូនចៅនឹងដាក់ទៅហើយការខលមកសួរនាំនោះគឺសូមអធិស្ឋានគេលោកអត់បានលើកកុំឲ្យថារឹកអីដោយសារបិទអីអញ្ចឹងទៅពួកខលមកបុកគ្រាច្រើនពេកអញ្ចឹងបញ្ជាក់ជូនទិញលេខរៀងមុនវាប្រាក់ម្នាក់$10មកគ្រីនសលចូលក្នុងពេកហើយដាក់លេខទូរស័ព្ទមកដល់លេខរៀងខ្ញុំគ្រូបំណានឹងខលទៅហើយមើលក្នុងម្នាក់$មើលខែឆ្នាំរឿងរកស៊ីមើលវាស្នាមមកឆាកជីវិតក្នុងម្នាក់$111មើលមកច្បាស់ជូនមើលមិនត្រូវជូនប្រាក់ទៅវិញអញ្ចឹងមានតែប៉ុណ្្នឹងទេសូមខន្តីអភ័យទោសរាល់កំហុសឆ្គងដែលខលមកអត់បានលើកដោយសារលេខរៀងចុងវាច្រើនពេកអញ្ចឹងបញ្ចប់មុននឹងបញ្ចប់សូមប្រសិទ្ធពរជ័យសេរីសួស្តីជ័យមង្គលពលសុខសុខការកើតមានដល់លោកប្រុសស្រីរកស៊ីមានបានសំណាងល្អហេងណា